ជាហៅមនុស្សនឹងប្រែទៅសត្វសត្វវិសេសោឬវិសេសសត្វសោពីព្រោះយកបទបតីនឹងមកផ្សំទៅប្រែថាម៉េចមនុស្សនឹងមនុស្សមកពីម៉ាន់មកណោយើងអានម៉ាន់ឬមកទៅថាដូចពីប្រែថាដឹងហើយផ្សំនឹងឧស្សៈឧសុភិឧបច្ច័យម៉ាន់នឹងឧបទៅជាមនុស្សសរសេរអក្សរណែរ៉ូម៉ាន់ទៅឃើញមើលលោកមកសេងទៅណាសរសេរមក M A Nបើយើងអានតាមម្ដេចគេថាមណៈប៉ុន្តែថាម្នាក់ហ្នឹងកុំថាគេថាអានថាម៉ាន់ហើយពុកទីទេមិនចាំទេព្រឹសគឺក្អែកចឹងហើយអូនសោពី F2 ម៉ាន់នឹងអូចុះអូននឹងមកពីអីអូននឹងសុភិបច្ច័យសម្រាប់ចុះមកឲ្យទៅជានាមសព្ទពីទៅម៉ាន់នឹងប្រែថាដឹងដល់បំបែកវេទទៅជាមនតិគេដឹងមនន្តិគេទាំងឡាយដឹងមកណាសេឯងដឹងមនាមនេះអញដឹងខ្ញុំដឹងមនាមយើងទាំងឡាយដឹងវាចឹងទៅវិញអានឹងបំបែកវេទដូចជាសូសេទីអីចឹងដូចខ្លាំងអញ្ចឹងចុះឥឡូវបើឲ្យមកជានាមមកនឹងពាក្យនេះจะផ្សំឧបច្ច័យទៅជាមិនទៅជាមនុស្សប្រែថាអ្នកដឹងនៅការខុសនឹងត្រូវដឹងនៅហេតុខុសនឹងត្រូវចុះបើយើងយកពាក្យនឹងមកនិយាយថាស្អីអ្នកដឹងខុសត្រូវថាសត្វវិសេសគេហៅសត្វវិសេសពីព្រោះវាសត្វទាំងអស់គ្នាគូក៏សត្វស្បីក៏សត្វមនុស្សយើងនឹងក៏សត្វព្រំទីផ្ដាអីក៏សត្វពីព្រោះសត្វតាក់នឹងតែអ្នកជាប់ចំពាក់ដោយអារម្មណ៍ដោយនឹងគំនិតហ្នឹងគេហៅសត្វតាក់ហ្នឹងតែមនុស្សដែលនៅចំពាក់តាក់ចិននឹងការខុសការត្រូវការអាក្រក់ការល្អសពគ្រប់ហ្នឹងគេហៅសត្វព្រោះចុះមនុស្សនេះជាអីថាសត្វដែរប៉ុន្តែសត្វហ្នឹងសត្វវិសេសអត់មិនហៅសត្វវិសេសថាសត្វដែលទីពីគូកបីនឹងយើងនិយាយឲ្យជ្រៅទៅនិយាយចឹងថាសត្វវិសេសជាអ្នកដឹងខុសត្រូវអាហ្នឹងហៅមនុស្សតែចុះបើស្រីទៅជាមនុស្សស្រីប៉ុន្តែយើងមិនដែលប្រើមនុស្សស្រីទេប៉ុន្តែបាលីគេមានមនុស្សសសត្វវិសេសប្រុសថាមនុស្សប្រុសមនុស្សស្រីមនុស្សស្រីប៉ុន្តែឥឡូវបើយើងយកអានឹងមកប្រើថាណែឃើញមានមនុស្សស្រីម្នាក់ដើរទៅជើងទៅនោះមិនដែលចេះថាមនុស្សស្រីមនុស្សប្រុសប៉ុន្តែត្រូវជ្រាបថាមនុស្សនឹងមកពីតែថាអ្នកដឹងខុសត្រូវមួយទៀតមានន័យមួយទៀតក្រៅពីពុទ្ធសាសនាមកពីមនុស្សហើយនឹងអបច្ចៈប្រែថាកូនចៅថាពូពងមនុស្សគឺព្រះចៅមនុស្សដែលជាស្ដេចកើតដំបូងបំផុតគេហៅបឋមកษัតនោះដែលកើតឡើងមានទឹកមានដីនៅឥណ្ឌានោះទេមិនមែននៅស្រុកខ្មែរយើងទេប្រទេសកម្ពុជាកាលនោះនៅជាសមុទ្រព្រោះស្ដេចហ្នឹងហើយដែលដំបូងបំផុតបានគេហៅខ្សត្ររិយៈហៅតាមសំស្ក្រឹតថាខ្សត្ររិយៈហៅតាមបាលីថាខត្តរិយៈប្រែមកថាម៉េចថាម្ចាស់ស្រែមេស្រែពីព្រោះដើមដំបូងមានប្រយោជន៍អីគ្រាន់តែត្រួតត្រាលើស្រែចម្ការអញ្ចឹងមកវាយូរមកណាតែគ្រាន់តែត្រួតត្រាលើស្រែចម្ការគេធ្វើដល់គ្នាអញ្ចឹងមួយឆ្នាំគេជូនគេថ្វាយស្រោងកយមកទៅលោកចេះសត្វទទួលសោយសេចក្តីសុខទៅព្រះចៅដែលដំបូងបំផុតនឹងទ្រង់ព្រះនាមប្របាទមនុស្សមានក្មួយមួយឈ្មោះមនោសារៈនេះជាគ្រូច្បាប់បានឯកឧត្តមបញ្ជានេះច្បាប់បុរាណជានមស្ការគោរពមនោសារៈហ្នឹងណានឹងគឺជាក្មួយរបស់ព្រះចៅមនុស្សបានជាពួកយើងដែលកើតតមកហៅមនុស្សមិនក៏ហៅមនុស្សថាជាពូជពងរបស់ព្រះចៅមនុស្សអានេះបែបមួយបើនិយាយក្រៅពីរបៀបពុទ្ធសាសនាតាមពងសាវតាលោកណានេះអាត្មាធៀបដោយឡែកផ្សេងទេ
về thì bị sai nên chứ hào sạch bị sai nữa chia bị sai đôi bị sai của mà đã khi mình gây trong